សិលហ្នឹងយើងសិក្សាអំពីសិក្ខាបទ10និងយើងយកសិក្ខាបទទី1បាណាតិបាតការសម្លាប់សត្វហ្នឹងមកសិក្សារៀនសូត្រនៅក្នុងថ្ងៃនេះយើងចូលដល់អនត្តកៈពីរឿងការប្រើអ្នកដតីការប្រើអ្នកដតីនេះដើម្បីទៅសម្លាប់បុគ្គលណាមួយឲ្យឃ្លាតចាកជីវិតឬមួយជីវតិន្ទ្រីហ្នឹងបុគ្គលអ្នកដែលប្រើគេក្តីអ្នកដែលទៅសម្លាប់ខ្លួនឯងក្តីមិនផុតចាកទោសទេគឺត្រូវទោសដូចគ្នាចាប់ឲ្យទាន់ណាញោមអញ្ចឹងបាននៅក្នុងកន្លែងនេះញាតិញោមត្រូវចាំថាបាណាតិបាតហ្នឹងសម្លាប់ដោយខ្លួនឯងក្តីប្រើអ្នកដទៃក្តីគឺត្រូវទោសដូចគ្នាហើយតាក់ទងពីរឿងកាលពេលវេលាត្រូវសង្កេតខុសសង្កេតអញ្ចឹងកន្លែងហ្នឹងត្រូវតែចាំត្រូវតែយល់ដែរបើសិនជាមិនយល់ច្បាស់កន្លែងហ្នឹងទេអាចតែផ្លាត់នៅក្នុងការវិនិច្ឆ័យអញ្ចឹងមេរៀនថ្ងៃនេះសុទ្ធតែមេរៀនខ្លឹមព្រោះទៀតអនត្តកប្រយោគនេះតាក់ទងពីរឿងកតបច្ចាកតទូតមានន័យថាទូតមិនអាចអញ្ចឹងទូតមិនអាចនេះមានន័យយ៉ាងម៉េចខ្ញុំចាំស្ដាប់ទាំងអស់គ្នានៅក្នុងពាក្យថាទូតនៅក្នុងទីនេះគឺជាអ្នកដែលទទួលបំរើរបស់គេប្រើទៅអ្នកនាំពាក្យនាំសារដើម្បីទៅធ្វើរឿងណាមួយណាពាក្យថាសោកន្ធ្វាបណៈបច្ឆាកតទូតនៅក្នុងកន្លែងនេះតាក់ទងពីរឿងភិក្ខុអ្នកទទួលបង្គាប់នោះទៅហើយត្រឡប់មកប្រាប់វិញអញ្ចឹងនៅក្នុងសេចក្តីនេះបើយើងស្ដាប់ទៅគឺមានភិក្ខុ2រូបព្រោះមានអ្នកប្រើហើយនិងអ្នកទទួលពាក្យគេដើម្បីទៅធ្វើបាណាតិបាតដែលតាក់ទងពីរឿងភិក្ខុហ្នឹងអ្នកទទួលបង្គាប់របស់គេទៅហើយលោកមិនអាចដើម្បីនឹងធ្វើនៅបាណាតិបាតគឺការសម្លាប់បានទេហើយត្រឡប់មកប្រាប់ភិក្ខុខាងដើមវិញអញ្ចឹងលោកដាក់ថាសេចក្តីថាភិក្ខុអ្នកទទួលបង្គាប់នោះទៅកាន់ទីចិត្តនៃបុគ្គលដែលខ្លួននឹងគប្បីផ្ដាច់ជីវិតនោះមានថាទៅគៀកបុគ្គលដែលខ្លួនត្រូវសម្លាប់កាលមិនអាចផ្ដាច់ជីវិតបុគ្គលនោះព្រោះគេមានការរក្សាការពារទុកហើយទើបត្រឡប់មកវិញអញ្ចឹងមុនដំបូងខ្លួនឯងនឹងទទួលពាក្យរបស់គេដើម្បីទៅសម្លាប់បុគ្គលនឹងប៉ុន្តែបុគ្គលដែលខ្លួនឯងចូលទៅដើម្បីសម្លាប់ហ្នឹងគេមានការរក្សាការពារដោយល្អដោយឧបាយណានីមួយទើបមិនអាចធ្វើបានទើបត្រឡប់មកប្រាប់អ្នកប្រើវិញអញ្ចឹងបាននៅក្នុងទីនេះតាក់ទងពីរឿងទូតមិនអាចនឹងលោកដាក់ប៉ុណ្ណឹងទូតមិនអាចហ្នឹងកតបច្ចាកតទូតណាហើយបានបន្តមកទៀតពាក្យថាយទាសកោសេតទាតាំងនេះប្រើម្ដងទៀតណាលោកអាចវេលាណាលោកចូលទៅផ្ដាច់បង់ជីវិតគេវេលានោះចោះនឹងនៅក្នុងអត្ថកថាលោកសំដែងអញ្ចឹងមានសេចក្តីថាភិក្ខុបង្កប់នោះបង្កប់ថ្មីថាត្រូវសម្លាប់ក្នុងថ្ងៃនេះឬជាការសម្លាប់អញ្ចឹងបានលោកដាក់ជាសំណួរដូចនៅខាងដើមនេះថាបើលោកមិនអាចទេទៅសម្លាប់ម្ដងទៀតចោះលោកអាចនៅក្នុងវេលាណាមានន័យថាលោកអាចសម្លាប់បុគ្គលហ្នឹងនៅក្នុងវេលាណាចូលផ្ដាច់បង់ជីវិតបុគ្គលនោះក្នុងវេលានោះចោះនេះប្រកបសារថ្មីលើកទី2អញ្ចឹងបានលោកដាក់ថានេះត្រូវសម្លាប់ក្នុងថ្ងៃនេះឬទៅជាការសម្លាប់ទៅចោះលោកអាចកាលណាចូលផ្ដាច់បង់ជីវិតគេចេញការនោះចោះអញ្ចឹងនៅក្នុងប្រយោគនេះតាក់ទងពីរឿងប្រយោគមិនកំណត់ពេលវេលាអញ្ចឹងបើសិនជាប្រយោគមិនកំណត់វេលាអ្នកដែលទទួលពាក្យហ្នឹងទៅសម្លាប់គេពេលណាអ្នកដែលប្រើហ្នឹងត្រូវអាបត្តិត្រូវទោសដូចគ្នាបើសិនជាការកំណត់ពេលហ្នឹងជាប្រយោគផ្សេងចាប់ឲ្យទាន់ខ្ញុំបើចាប់ឡើងនឹងអត់ទាន់អាចថាច្រឡំអីណាលោកម្ចាស់គ្រប់ព្រះអង្គឡើងហ្នឹងក៏សំខាន់ដែរបើចាប់អត់ទាន់ពីរឿងប្រយោគហ្នឹងកំណត់ពេលវេលាឬមួយមិនកំណត់ពេលវេលាបើសិនអត់បានចំណាំសង្កេតកន្លែងហ្នឹងទេអាចថាច្រឡំដែរណាបន្តមកទៀតពីបទថាអបតិទុក្ខដាសៈត្រូវអបត្តកតមានសេចក្តីថាព្រោះបង្កប់យ៉ាងនោះទៀតរមែងជាតកតអញ្ចឹងមានន័យថាការដែលបង្កប់បញ្ជាប្រាប់ឲ្យអ្នកណាមួយទៅសម្រាប់បុគ្គលណាមួយនឹងជាអបត្តកតជាទោសអញ្ចឹងហើយសម្រាប់ញាតិញោមក៏មិនផុតដូចគ្នាដែរនិយាយឲ្យគេទៅសម្រាប់បុគ្គលណាមួយក៏មានទោសដែរតែតាមផ្លូវចិត្តនឹងមិនផុតទេបន្តមកទៀតក៏បើបុគ្គលនោះជាអ្នកនឹងត្រូវតែដាច់ជីវិតពិតប្រាកដមែននេះបុគ្គលដែលត្រូវគេសម្លាប់ដែលត្រូវទទួលរងអំពើនោះពិតប្រាកដ
នឹងត្រូវស្លាប់មែនចេតនាដែលសំទោសចេតនាដែលញ៉ាំងអាត់ឲ្យសម្រេចមានន័យថានិយាយហើយរមែងដូចគ្នានឹងផលដែលកើតនៅក្នុងលំដាប់នៃមគ្គចាប់តន់ខ្ញុំកន្លែងនេះមានន័យថាបុគ្គលអ្នកប្រើហ្នឹងពេលប្រើគេឲ្យទៅសម្លាប់ភ្លាមបើសិនជាប្រយោគនឹងទៀងតែនឹងស្លាប់នេះអ្នកដែលប្រើហ្នឹងគ្រាន់តែនិយាយឲ្យកាត់អាបត្តិបរាជិកតែម្ដងបានលោកប្រៀបធៀបថារមែងដូចគ្នានឹងផលដែលកើតក្នុងលំដាប់នៃមគ្គកណាព្រោះដូច្នោះភិក្ខុអ្នកបង្កប់នេះទើបជាបរាជិកក្នុងគណៈបង្កប់តែម្ដងហ្នឹងបានសេចក្តីហ្នឹងខ្ញុំព្រោះទេនៅក្នុងសិក្ខាបទដែលយើងរៀនហ្នឹងហើយបានលោកវិនិច្ឆ័យទៀតហើយមិនមែនធម្មតាទេតាក់ទងពីរឿងការសម្លាប់4 10 20ឆ្នាំអីហ្នឹងក៏នៅជាប់ទោសទៀតណាបើសូម្បីភិក្ខុដែលសម្លាប់បុគ្គលនោះបានដោយកន្លងទៅ60ឆ្នាំក៏ដោយនេះនៅក្នុងតាក់ទងអីប្រយោគនេះគឺជាប្រយោគដែលមិនកំណត់ពេលវេលាអញ្ចឹងបានវានៅជាប់ការប្រើហ្នឹងរហូតដល់60ឆ្នាំអញ្ចឹងណាបើសិនជាកំណត់ឲ្យថ្ងៃទី1ឬថ្ងៃទី2ព្រឹកថ្ងៃហ្នឹងគឺជាការកំណត់ហើយតែនៅក្នុងនេះគឺជាប្រយោគដែលមិនកំណត់ថាអាចពេលណាលោកចូលសម្រាប់ពេលហ្នឹងទៅអញ្ចឹងរហូតដល់60ឆ្នាំក៏ដោយនឹងតមកភិក្ខុអ្នកបង្កប់នឹងធ្វើកាលកិរិយាឬសឹកក្នុងចន្លោះនោះក៏ដោយក៏ជាអ្នកមិនមែនជាសាមណៈធ្វើកាលកិរិយាឬសឹកមានន័យថាម៉េចបើសិនជាយើងយល់នៅក្នុងសេចក្តីខាងដើមនេះតាក់ទងពីរឿងអ្នកប្រើហ្នឹងណាត្រូវទោសតាំងអំពីពេលដែលខ្លួនឯងប្រើអ្នកដតីម្លេះអញ្ចឹងបើសិនជាភិក្ខុហ្នឹងលោកត្រូវអាបត្តិបរាជិកតាំងពីពេលប្រើអញ្ចឹងនៅក្នុងចន្លោះ60ឆ្នាំហ្នឹងក៏ដោយទោះបីជាមិនទាន់សម្លាប់បុគ្គលនោះបានប៉ុន្តែជាប្រយោគដែលទៀងនឹងស្លាប់អញ្ចឹងអ្នកដែលប្រើហ្នឹងណាលោកមិនមែនឈ្មោះថាជាអ្នកសឹកនៅក្នុងចន្លោះនោះទេបើលោកសឹកក៏ដោយព្រោះហេតុអីលោកត្រូវអាបត្តិតាំងពីការប្រើហ្នឹងមិនឈ្មោះថាសឹកទេចាប់ទាន់ខ្ញុំកន្លែងនេះនឹងបើអត់ទាន់ចាំសួរបានអាត្មាក៏មិនបានមើលសំណួរអីដែរបើសិនមិនទាន់កន្លែងណាអាចសួរបានហើយអាត្មានឹងឆ្លើយទៅតាមនឹងជាក់ស្ដែងអញ្ចឹងទៅហើយបន្តមកទៀតអត់អីខ្ញុំសំឡេងឮព្រោះល្អច្បាស់អញ្ចឹងស្រួលស្ដាប់ឥឡូវតាក់ទងពីរឿងបើសិនជាបុគ្គលនឹងសម្រាប់តាក់ទងពីរឿងមេត្តាបិតាឬព្រះអរហន្តម្ដងវិនិច្ឆ័យនៅក្នុងន័យនេះបើអ្នកបង្កប់សំដៅយកមេត្តាបិតាឬព្រះអរហន្តបង្កប់យ៉ាងនោះក្នុងវេលាជាក្រហោះហើយទៅបួសនេះញញោមជាក្រហោះហើយជាបរោះកន្លែងនេះសង្កេតដែរកន្លែងនេះថាម៉េចនេះមកសាដើមឲ្យមិនតិចចុះបើអ្នកបង្កប់សំដៅយកមេត្តាបិតាឬព្រះអរហន្តបង្កប់យ៉ាងនោះក្នុងវេលាជាក្រហោះហើយទៅបួសអញ្ចឹងមានន័យថាម៉េចខ្លួនឯងហ្នឹងបង្កប់ឲ្យគេហ្នឹងទៅសម្លាប់មេត្តាបិតារបស់ខ្លួនឲ្យបុគ្គលនោះទៅសម្លាប់ព្រះអរហន្តនៅក្នុងពេលខ្លួនឯងហ្នឹងមិនទាន់បួសទេហើយបានពេលក្រោយខ្លួនឯងទៅបួសប៉ុន្តែជាប្រយោគដែលទៀងនឹងស្លាប់មេត្តាបិតាអញ្ចឹងតើបួសឡើងឬមិនឡើងអញ្ចឹងបានលោកសំដែងថាម៉េចអ្នកទទួលបង្កប់សម្លាប់បុគ្គលនោះបានក្នុងកាលអ្នកបង្កប់នោះបួសហើយអ្នកបង្កប់រមែងជាអ្នកសម្លាប់មេត្តាសម្លាប់បិតាសម្លាប់ព្រះអរហន្តតាំងពីក្នុងវេលាជាក្រហោះតែម្ដងព្រោះហេតុនោះបព្វជិឧបសម្បទារបស់គេរមែងមិនឡើងឡើយនេះអញ្ចឹងបានអាត្មាព្យាយាមឲ្យយល់ខាងដើមបើយល់ខាងដើមនៅក្នុងន័យនេះគឺដេញតគ្នារហូតខ្លួនឯងនៅជាក្រហោះមិនទាន់បួសប៉ុន្តែប្រើអ្នកដតីឲ្យទៅសម្លាប់មេត្តាសម្លាប់បិតាសម្លាប់ព្រះអរហន្តអញ្ចឹងបុគ្គលនឹងទោះបីជាបព្វជិក៏ដោយបួសជាសាមណេរឧបសម្បទាបួសជាភិក្ខុក៏ដោយលោកហៅថាបព្វជិឧបសម្បទារបស់បុគ្គលនោះរមែងមិនឡើងឡើយព្រោះហេតុអីព្រោះបុគ្គលនោះជាប់នៅក្នុងអភ័ព្វបុគ្គល11នៅក្នុងអភ័ព្វបុគ្គល11ហ្នឹងក៏មានតាក់ទងពីរឿងការសម្លាប់មេត្តាបិតាឬព្រះអរហន្តហ្នឹងដែរអញ្ចឹងមិនអាចបួសបានទេបើសិនជាបួសហើយត្រូវធ្វើយ៉ាងណាត្រូវឲ្យសឹកមកវិញណាអញ្ចឹងនៅក្នុងសេចក្តីដែលតាក់ទងពីរឿងបើតាក់ទងសម្លាប់មេត្តាបិតាព្រះអរហន្តណាแล้วបន្តមកទៀតបើសូម្បីបុគ្គលដែលនឹងកប់បីត្រូវសម្លាប់
ក្នុងខណៈបង្កប់នៅជាបុថុជនតែជាព្រះអរហន្តក្នុងវេលាដែលត្រូវអ្នកទទួលបង្កប់សម្លាប់ម្យ៉ាងទៀតបុគ្គលដែលនឹងត្រូវសម្លាប់នោះបានការប្រហារអំពីអ្នកទទួលបង្កប់ហើយអាស្រ័យសទ្ធាមានទុកជាមូលចម្រើនវិបស្សនាសម្រាប់ព្រះអរហន្តហើយធ្វើកាលកិរិយាទៅព្រោះអាពាធនោះឯងអ្នកបង្កប់រមែងជាអ្នកសម្លាប់ព្រះអរហន្តក្នុងគណៈបង្កប់នោះឯងនេះអញ្ចឹងអ្នកបង្កប់ហ្នឹងប្រើអ្នកដែលទទួលបង្កប់ហ្នឹងឲ្យទៅសម្លាប់បុគ្គលណាមួយហ្នឹងដល់ពេលដែលខ្លួនឯងប្រើហ្នឹងបុគ្គលហ្នឹងមិនទាន់ណាសំថយបន្តិចមានន័យថាម៉េចពេលដែលខ្លួនឯងប្រើហ្នឹងបុគ្គលហ្នឹងមិនទាន់សម្រាប់ជាព្រះអរហន្តទេប៉ុន្តែពេលដែលអ្នកទទួលបង្កប់ទៅសម្លាប់បុគ្គលហ្នឹងដោយអាស្រ័យទុក្ខវេទនាកើតឡើងទៅចម្រើនរហូតទៅដល់ការសម្រេចនៅព្រះអរហន្តអញ្ចឹងបុគ្គលអ្នកប្រើហ្នឹងឈ្មោះថាសម្លាប់នៅព្រះអរហន្តនៅក្នុងសេចក្តីអត្ថកថាលោកដាក់ថាចម្រើនវិបស្សនាសម្រាប់ព្រះអរហន្តហើយធ្វើកាលកិរិយាទៅព្រោះអាពាធនោះឯងទុក្ខវេទនាកើតឡើងដោយសារតែបុគ្គលនឹងសម្លាប់អ្នកបង្កប់រមែងជាអ្នកសម្លាប់ព្រះអរហន្តក្នុងគណៈបង្កប់នឹងជាតាកតងប្រយោគដែលទៀងបុគ្គលនឹងត្រូវតែស្លាប់ពិតប្រាកដមែនណាចំណែកអ្នកសម្លាប់រមែងជាបរាជិក